ជំរាបសួរសួស្តីពុកម៉ែបងប្អូនអើយនេះដូងរបស់ខ្ញុំក្រោយពីទឹកចំនួនលីកអស់ជាច្រើនខែឥឡូវនេះដល់មានការលូតលាស់ខៀវសារជាថ្មីហើយបងប្អូនដោយសារតែយើងបានដាក់ជីឲ្យគូដាក់អុយទៅប៉ុន្តែមានការងឹបខ្លះដែរបងប្អូននេះងឹបលទ្ធផលនៃទឹកចំនួនគឺទទួលបានបងប្អូននេះងឹបហើយអូស្ដាយមែនទែនដូងធំហើយបងប្អូនងឹបបាត់ហើយអាយុកាលរបស់ដូងរបស់ខ្ញុំគឺអាយុកាលវាគឺ3ឆ្នាំហើយបងប្អូនតែអត់ទូណាទេដោយសារតែរងគ្រោះនោះមួយទឹកចំនួនទី2គឺខ្វះជីយើងដាក់ជីអត់ទៀងទាត់ឲ្យត្រូវពេលត្រូវវេលាវាអត់ត្រូវខែវាយើងអត់ដាក់ជីបានច្បាស់លាស់ទៅធ្វើឲ្យដូងរបស់យើងគឺមានការការលូតលាស់ទី1គឺការលូតលាស់ដោយសារទឹកចំនួនទី2គឺការលូតលាស់ដោយសារខ្វះជីហើយសំខាន់គឺខ្វះជីនេះឯងបងប្អូនតែណាមួយការលូតលាស់ដោយសារមីខ្ញុងបងប្អូនមីខ្ញុងវារាតត្បាតធ្វើបាបវាស៊ីស្លឹកធ្វើសឹកហើយសឹករបស់ដូងយើងគឺឆេះខ្លោចបងប្អូនប៉ុន្តែនេះគឺចាប់ផ្ដើមហើយដោយសារតែទឹកវាខែនេះខែរងាខែកដឹកហើយខែវាត្រជាក់ហើយក៏វារហើយទៅវាស្លាស់ស្រស់ល្អទឹកចាប់ដើមស្រស់ល្អហើយនៅតែតាមបន្លាយទេបងប្អូននៅតែតាមបន្លាយទឹកទេដោយសារខែនេះគឺខែប្រាំងហើយចូលរដូវប្រាំងហើយឥឡូវគេច្រូតរួចអស់ហើយបងប្អូនខាងហើយខាងក៏មានទឹកដែរហើយអានេះទៅខាងក្រោយផ្ទះនេះខ្ញុំដើមមកក្រោយផ្ទះចែកក្រោយផ្ទះមកនេះខ្ញុំអានេះថតមុខទៅផ្ទះណាទៅឡែកផ្ទះនៅខាងក្រោយផ្ទះអស់អូយជាច្រើនដែលនៅខាងក្រោយហើយវីដេអូរបស់ខ្ញុំនេះកំពុងតែធ្វើដំណើរទៅហើយបងប្អូនហើយយើងដើរត្រួតពិនិត្យមើលដូងទទួលរងការងឹបនឹងទទួលរងនឹងការខូចខាតប្រមាណអុយប្រមាណតើណាបងប្អូនហើយមិនយើងឃើញហើយត្រូវតែផលគឺងឹបមានការងឹបមួយជួរនេះគឺងឹបដូចថាមួយដើមឬក៏ពីរដើមឯងបងប្អូនតែគួរសមដែលងឹបសោកស្ដាយមែនទែនដូងធំហើយមិនគួរណាសោះគួរសោកស្ដាយមិនឃើញយ៉ាងម៉េចយ៉ាងម៉ាយ៉ាងណាយ៉ាងណីទេបងប្អូនដោយសារតែទឹកដូងវាrồi màយើងដាំនៅវាលស្រែយើងចង់សាកមើលចង់សាកលបងថាវាលស្រែតើដូងចង់សាកតំណាំដូងតើវាអាចស៊ូទឹកបានដែរល្អអត់ដូច្នេះក៏សាកមើលបងប្អូនទៅមកក៏សាកទៅក៏ឃើញលទ្ធផលមែនបងប្អូនដូច្នេះបងប្អូនតាមដានវីដេអូរបស់ខ្ញុំបន្តបន្ទាប់ហើយអរគុណបងប្អូនច្រើនដែលបានចំណាយពេលវេលាដ៏មានតម្លៃមកតាមដានវីដេអូរបស់ខ្ញុំបាទតាំងពីដើមរហូតដល់ចប់ហើយវីដេអូរបស់ខ្ញុំបាទមានអីច្រើនទេមានតែប៉ុណ្ណេះឯងសូមអរគុណពុកម៉ែបងប្អូនហើយសូមកុំភ្លេចជួយកด like កด share វីដេអូខ្ញុំបានម្នាក់មួយដើម្បីទូជាការរាប់អាននិងដើម្បីទូជាការដើម្បីទទួលបានវីដេអូថ្មីៗពីខ្ញុំបាទហើយមិនអាចផតបានបងប្អូនដូច្នេះបងប្អូនសូមជួយម្នាក់មួយបងប្អូនអរគុណច្រើនបាទជម្រាបលាបាយបាយ